ថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកនរគ្នាអំពីមេរៀនបន្តទៀតដែលនៅក្នុងមេរៀននេះគឺខ្ញុំនឹងបង្ហាញអ្នកនរគ្នាអំពីការប្រើ automation នៅក្នុង AppSheet ការប្រើ automation នៅក្នុង AppSheet ដែលយើងហៅកាត់នៅក្នុង AppSheet គេហៅថា bot ដែលយើងប្រើ bot នៅក្នុង AppSheet ណាអញ្ចឹង bot ហ្នឹងវាល្អសម្រាប់ឲ្យយើងធ្វើការនៅ automation ឧទាហរណ៍ដូចជាវាអាចផ្ញើ email ផ្ញើសារជា SMS ឬមួយក៏បង្កើតជា file PDF ឬក៏ Excel ជាដើមដូច្នេះខ្ញុំនឹងឧទាហរណ៍ជាក់ស្ដែងមួយដែលខ្ញុំនឹងប្រើប្រាស់bot ចេញពី AppSheet ហើយវាទៅ alert ជាមួយនឹង Telegram ឧទាហរណ៍ថាយើងមាន app មួយដែលយើងបង្កើតទាក់ទងជាមួយនឹង stock ឧទាហរណ៍អញ្ចឹងនៅពេលដែលយើងបញ្ចូលនៅតំណែងថ្មីអញ្ចឹងវានឹង alert ចូលនៅក្នុង Telegram របស់យើងអញ្ចឹងចូលនឹងថាតើរបៀបគេធ្វើយ៉ាងម៉េចអញ្ចឹងតាមដានវីដេអូជាមួយខ្ញុំអរគ្នានេះគឺជា file ដែលខ្ញុំបានឧទាហរណ៍ដែលខ្ញុំបានបង្កើតជាឧទាហរណ៍គំរូខ្លីៗទេដើម្បីកុំឲ្យអ្នកនរគ្នាជឿក្បាលឬក៏អត់យល់ច្រើនប្រសិនបើអត់ទាន់យល់ច្បាស់អំពី AppSheet អ្នកនរគ្នាអាចទៅមើលនៅវីដេអូជាច្រើនរបស់ខ្ញុំបានដែលក្នុងខ្ញុំបានបង្កើតជា playlist មើលនៅក្នុង channel មាន playlist ហើយនិង course អូខេអញ្ចឹងនេះគឺជា app មួយដែលខ្ញុំធ្វើតាក់ទង stock អញ្ចឹងក្នុង stock ដែលខាត់វាត្រូវមាន ID ដែលខាង AppSheet វា generate code ឲ្យយើងហើយនេះទី2មាន product name ចំនួនប្រមាណហើយឈ្មោះអ្នក stock ចូលនឹងហើយនឹងថ្ងៃហើយចំពោះ sheet name នេះយើងអាចបដូរឈ្មោះទៅជា sheet អីក៏បានដែរតាមតែអ្នកនរគ្នាចង់ដាក់ណាអូខេឥឡូវខ្ញុំមានប៉ុណ្ណេះអញ្ចឹងដើម្បីយើងបង្កើត AppSheet បានយើងចូល extension នេះហើយយើងចុច AppSheet create an app អញ្ចឹងយើងរងចាំប្រហែលនាទីសិនមកអូខេអញ្ចឹងapp នេះយើងបិទ cross ក៏បានឬក៏យើងចូលកន្លែងចុចកន្លែងនេះក៏បានដែរ customize with AppSheet ណាអូខេអញ្ចឹងចូលម្ដងនេះបើសិនជាអ្នកនរគ្នាចង់ដឹងច្បាស់ឲ្យស៊ីជម្រៅទាក់ទងជាមួយនឹង AppSheet នេះយើងអាចមើលនៅវីដេអូរបស់ខាង AppSheet បានណានៅក្នុងហ្នឹងណាអូខេជំរាបតគឺយើងចូលកន្លែងdata ហើយខ្ញុំបញ្ជាក់មួយទៀតតាក់ទងជាមួយ deploy នេះខ្ញុំធ្លាប់ចេញវីដេអូម្ដងហើយប្រសិនបើសិនជាអ្នកនរគ្នាចុចកន្លែងនេះ deploy នេះ run deploy check ណាយើងចុច continue ហើយយើង run ណាអញ្ចឹង AppSheet វា free ឲ្យយើងតែរយៈពេល1ខែទេហ្នឹងអញ្ចឹងក្រោយរយៈពេល1ខែគឺ app របស់អ្នកនរគ្នាគឺ block ហើយអញ្ចឹងបើសិនជាមិនចង់អស់លុយជាមួយ AppSheet អញ្ចឹងដាច់ខាតយើងកុំ deploy app នឹងយើង deploy app ក៏បានដែរគ្រាន់ថាយើងចង់បាន logo របស់យើងឈ្មោះអីអញ្ចឹងណាប៉ុន្តែភាសាយើងអត់ចាំបាច់ទេយើងមិនចាំបាច់ deploy ទេយើងប្រើតែនៅក្នុងlink share នេះក៏បាននេះ share link នេះយើងអាចប្រើនេះយើងបើកជាមួយទូរស័ព្ទដៃក៏បានឬក៏ browser ក៏បានដែរបើអត់ចាំបាច់យើងអត់ចាំបាច់នេះក៏បានដែរព្រោះនេះក្នុងវីដេអូនីមួយៗដែលខ្ញុំធ្វើជាឧទាហរណ៍ហ្នឹងគឺតាក់ទងនឹងអត់ deploy ដែរភាគច្រើនគឺខ្ញុំអត់ deploy កាលណា deploy គឺអស់លុយហ្នឹងណាបើស្អីយើងអស់លុយក៏ធម្មតាមនុស្សម្នាក់ៗអត់ចង់អស់លុយទេអញ្ចឹងយើងមិនចាំបាច់ deploy ទេហ្នឹងណាហើយ app នេះគឺគេ free ឲ្យ10 user អញ្ចឹងក្នុងករណីយើង app នេះប្រើជាមួយនឹង email ឡើង11នាក់អញ្ចឹង AppSheet ក៏គេ block ដូចគ្នាដែរអញ្ចឹងត្រូវចាំដែរណាទី1ដើម្បីកុំឲ្យ AppSheet នឹង block យើងបានទី1យើងកុំ deploy ទី2យើងត្រូវ check មើលតើaccount ដែលប្រើជាមួយ app ហ្នឹងប្រហែលអ្នកបើលើស11នាក់អញ្ចឹង app ដាច់ខាតគឺ block ហើយអញ្ចឹង block យើងត្រូវធ្វើឡើងវិញហ្នឹងណាអូខេអញ្ចឹងយើងចូលដល់មេរៀនថ្មីរបស់យើងកុំឲ្យនិយាយវែងឆ្ងាយពេក
ជំនាញបន្តគឺយើងតកតង data នេះអញ្ចឹងយើងកំណត់នៅ key ហើយនឹងប្រភេទរបស់វាថៃនេះអញ្ចឹងបើ ID នេះគឺ AppSheet ដូចខ្ញុំនិយាយចឹងក៏វា generate ឲ្យ ID របស់វាហើយ product នេះយើងដាក់ name មកប្រភេទរបស់វាត្រូវហើយ quality យើងដាក់ number ត្រឹមត្រូវ stocker យើងអាចដាក់ name ក៏បានឬក៏ text ក៏បានប៉ុន្តែភាគច្រើនយើងដាក់ name មកឈ្មោះ date យើងដាក់ date អូខេត្រឹមត្រូវហើយនៅក្នុងនេះយើងអាចវាខាង AppSheet generate ឲ្យយើងតែម្ដង date វាដាក់ today យើងធ្វើការ save require នេះបើយើងចង់ឲ្យ user ពេញ form ទាំងអស់យើងដាក់ require មកណាគេយើងមើលនេះអញ្ចឹង ID នេះ AppSheet វា generate ឲ្យនេះឃើញអត់អញ្ចឹង product name require នេះ require សញ្ញាផ្កាយមានថាដាច់ខាតត្រូវតែបំពេញចុះឧទាហរណ៍ថាខ្ញុំមានឧទាហរណ៍ថា product name sorry product A ឧទាហរណ៍ខ្ញុំមាន20 stocker ឧទាហរណ៍ថាឈ្មោះនេះចុះអញ្ចឹង date កត់ដាក់ចុងឯនេះគេយើងដាក់ save មកអញ្ចឹងយើងមើលកន្លែង view អញ្ចឹង view មាន3 view តាមទូរស័ព្ទដៃតាម tablet ហើយនឹង browser computer អញ្ចឹងយើងមើលដើម្បីយើង edit នៅ view ដែលយើងចង់បានយើងចូលកន្លែង view នេះចឹងកន្លែងនេះក៏បានឬមួយក៏យើងចូលកន្លែងនេះហើយចុច view ដូចគ្នាអញ្ចឹងយើងមើលប្រភេទ dash វាប្រភេទអញ្ចេះ table វាប្រភេទអញ្ចេះឧទាហរណ៍ឥឡូវខ្ញុំយកប្រភេទ dash ចុះអញ្ចឹងចំពោះ position គឺកន្លែងនេះល្បានេះបើសិនជាអ្នកនរគ្នាមានថែម sheet ថ្មីឧទាហរណ៍យើងថែមព័ត៌មានថ្មីឲ្យថែមទៀតអញ្ចឹងបើយើងចង់បាន data ហ្នឹងលំដាប់ដំបូងគេយើងចុចកន្លែង first នេះអញ្ចឹងវានៅទី1រហូតហ្នឹងណាអូខេបន្តមកទៀតយើងឲ្យអានេះ product name ហើយទី2នេះឲ្យជាចំនួនអូខេហើយអានេះយើងឲ្យ stocker មកឈ្មោះឬមួយជាក់បានឲ្យយើងឲ្យអានេះ stocker ហើយខាងស្ដាំដៃនេះ quality នេះហើយកន្លែងនេះយើងធ្វើការបិទទៅនេះយើងចុចនេះបិទនេះទៅវានេះឲ្យហើយយើងធ្វើការ save អូខេខ្ញុំបន្ថែមទៀតproduct 10ឈ្មោះដែរឧទាហរណ៍ថា stocker មានឈ្មោះដដែលត្រូវអត់អញ្ចឹងយើងអាចកំណត់កន្លែងថៃនេះ data នេះ stocker នេះយើងឲ្យជា enum list ហើយយើងដាក់ add មកចាំមើលណាចឹងខ្ញុំខ្ជិលសរសេរដដែលទេហោអូខេទេហោ product B មក product B យើងឲ្យ10 stocker សុភានេះឃើញថ្ងៃហ្នឹងដដែលទេហោចឹងខ្ញុំមាន product 2ថៃមួយទៀតមកដាក់ច្រើនណាទេហោproduct C 45ឈ្មោះដដែលថ្ងៃហ្នឹងអូខេចឹងយើងមើលអានេះជា view ភេទ view ចេះបើយើងចង់ edit ថែមយើងមើលតាមនេះទៅនេះតាមបីអ្នកនរគ្នាចង់បានអូខេបន្តមកទៀតជំហានបន្តទៀតយើងមើល view បន្តទៀតយើងចុច pop អូខេចឹងកន្លែងនេះយើងមើលយើងចុចកន្លែង data detail ក៏បានឬក៏យើងមើលកន្លែង system generator ចឹងវាមាន2 data detail ហើយនិង data form យើងចុច detail នេះមកដូចគ្នាអញ្ចឹងយើងមើលយើង select display mode ចេះមកហើយយើងបិទអានេះឆ្វេងស្ដាំនេះមកយើងបិទនេះអូខេហើយចំពោះ data form នេះខ្ញុំអត់ចង់បាន ID ក៏បានដែរអូខេ data form នេះ size by size ស្អាតជាងអូខេ save អូខេយើងមើលបន្តទៀតអូខេស្អាតទេណាអញ្ចឹងយើងបានបង្កើត app មួយទាក់ទងជាមួយនឹង stock ចូល stock ណាអញ្
ចឹងជំហានទី2គឺយើងត្រូវការបង្កើតនៅ board មួយនេះ automation នេះណាយើងចុចកន្លែង automation នេះមកហើយបន្តមកទៀតយើងចុចកន្លែង create my first auto ចុចនឹងមកចុះនេះយើងដាក់ rename វាមកយើងដាក់ថាTelegram bot ចឹងឧទាហរណ៍អូខេនេះខ្ញុំ copy មកចឹងកន្លែងចូលដល់កន្លែងទី2នេះគឺ event នេះគេយើងដាក់ឈ្មោះទៅដាក់នេះមកនេះចឹង event គឺព្រឹត្តិការណ៍ដែលវាមានណាគឺយើងយកកន្លែង table design គេ sheet របស់យើងមានតែមួយទេគឺ table នេះចឹងខ្ញុំអត់ចង់ data change ខ្ញុំអត់ចង់ឲ្យdelete ចុច delete ទេមានថានៅពេលដែលយើងធ្វើការបញ្ចូលនៅ stock ថ្មីឬមួយក៏ update stock ហ្នឹងណាចឹងវានឹង alert ចូលទៅក្នុង Telegram របស់យើងណាអូខេចឹងយើងធ្វើដល់នេះហើយបន្តមកទៀតយើងចុចកន្លែងនេះវាចូលនេះចំណុចនេះគឺចំណុចសំខាន់អូខេយើង rename របស់វាមកដាក់ rename អីក៏បានដែរដូចនេះក៏បានដែរអីកុំឲ្យច្រឡំគ្នាចឹងនេះដល់ដដែលជំហានបន្តទៀតគឺនេះយើងត្រូវ call a webhook នេះយើងចុចកន្លែងនេះ setting នេះនេះបន្តមកទៀតជំហានដែលរៀងស្មុគស្មាញបន្តិចគឺយើងត្រូវមាន URL របស់ Telegram ហើយ HTTP គឺយើងរើសកន្លែង post អានេះគឺយើងរើស JSON ណាហើយក្នុង JSON នេះក៏យើងត្រូវកំណត់នៅទម្រង់របស់វាដែរបើវាដើរជាងជំហានបន្ទាប់យើងនឹងធ្វើការបង្កើតនៅ bot មួយនៅក្នុង Telegram ណាអញ្ចឹងដើម្បីយើងបង្កើតនៅ bot នឹងបានអញ្ចឹងគេមានជំហាននៃការធ្វើរបស់វាអូខេអញ្ចឹងយើងចូលកន្លែង Telegram របស់យើងមកហើយខ្ញុំអ្នកអរគ្នាសុយកន្លែង bot folder ហ្នឹងមានសញ្ញាគ្រីសនេះមានថានឹងបោះ Telegram នេះហ្នឹងអូខេអញ្ចឹងចុចកន្លែង slash នេះមកខ្ញុំដាក់ new bot យើងចុចកន្លែង new bot ហ្នឹងមកបន្ទាប់ពីយើងចុចកន្លែង new bot ហ្នឹងហើយយើងកំណត់ឈ្មោះ bot ដែលយើងនេះមកឧទាហរណ៍ថាលើ stock KH ឧទាហរណ៍នេះវាបាននេះអញ្ចឹងយើង stock KH ដដែលstock KH bot សំដៅនេះយើងថែមកតុយ bot ពីក្រោយណាបើវាឲ្យណាអញ្ចឹងនេះគឺជា token របស់អ្នកទាំងអស់គ្នាអញ្ចឹង token ហ្នឹងក៏ប្រយ័ត្នតិចកុំឲ្យចែកឲ្យអ្នកផ្សេងមើលអាហ្នឹងយើងប្រយ័ត្នពេលដែលយើងបាន token ហ្នឹងហើយអញ្ចឹងយើងត្រូវអីគេនេះគេមានID យើង update នៅ ID របស់នេះសិនមក copy ចំពោះកូដនេះខ្ញុំនឹងផ្ញើជូនទៅកាន់អ្នកនរគ្នានៅក្នុង Telegram របស់ Telegram group ណាពេលយើងចូលកន្លែង URL យើង update សិនមកអញ្ចឹងដើម្បីនេះយើង update នៅ token ណា token នេះយើងចុចលើវាហ្នឹងមកវា copy ឲ្យយើងហើយបន្ទាប់មកយើង update វាជំហានបន្តទៀតគឺយើង update នៅ chart ID ទៅ chart ID របស់យើងលេខប្រមាណជាដើម្បីយើងឆែកបាននេះគឺខ្ញុំមានwebsite មួយអញ្ចឹងយើងចូលកន្លែងនេះមកហើយយើង update នៅ token របស់យើងមិញនេះហើយកន្លែងនេះចុចកន្លែងនេះមកយើងផាសមកអូខេយើង enter អូខេអញ្ចឹងយើងចុចកន្លែងនេះដើម្បីមើលទៅរៀងស្អាតនេះជាទម្រង់ JSON ហ្នឹងនេះអញ្ចឹងកុំឲ្យស្មុគស្មាញអីច្រើនយើងវាអត់ទាន់ឃើញបង្ហាញនៅ chart ID ត្រូវអត់អញ្ចឹងយើងចូល Telegram ហើយយើងចុចកន្លែងនេះហ្នឹងមកហើយចុច start ពេល start ហ្នឹងហើយយើងចូល refresh នេះដែរឃើញទេជាវាឲ្យនេះយើងមើលកន្លែងនេះមកនេះហ្នឹង chart ID របស់វាយើង copy មកតើវា copy ហើយយើងយកមកផាសចូលកន្លែង chart ID
ចឹងកាលណាចេញគ្រីសអញ្ចឹងមានថាត្រឹមត្រូវឲ្យកូដហ្នឹងរង្មួនហ្នឹងអូខេចូលជំរាបបន្តទៀតតកតងជាមួយនឹង body ចឹង body នេះក៏ខ្ញុំមានទម្រង់ឲ្យដែរចឹងខ្ញុំ copy ផាសចឹងទម្រង់នេះខយគេអូខេអានេះអីទេណាចាំខ្ញុំកែស្រួលឡើងវិញឥឡូវយើងមើលអានេះយើងអាចtitle នេះយើងអាចដាក់ new stock array ទេហោចេះមកយើងថែមហើយបន្តមកទៀតយើងឲ្យវាបង្ហាញអីខ្លះទេថាបង្ហាញនៅ product name quality stocker ឬក៏ date ទេហោ product name យើង copy មកជាយើងផាសកន្លែងនេះចឹងអានេះត្រូវដូចគ្នានេះអូខេបន្តមកទៀតយើង copy មួយទៀតមកចង់បានទៀតមកចឹងអីគេទៀតមក quality ចឹងយើង copy មក quality ចឹងអានេះក៏ត្រូវ quality ដូចគ្នាដែរហើយទៀតយើង copy មួយទៀតមកអីសុំទោសយើង copy អានេះមួយទៀតមកអីគេ stocker ចឹងយើងសូមបញ្ជាក់បន្តិចអានេះបើយើងសរសេរទៅអត់ត្រូវគ្នាជាមួយនឹងអា sheet នៅក្នុង Google Sheet នេះគឺកូដក៏វាអត់ដើរដែរ board ក៏វាអត់ដើរទេណាអូខេឥឡូវយើងមានតែប៉ុណ្្នេះគេយើងចុច save មកជំរាបបន្តទៀតគឺយើងដូចជាអស់ហើយយើងឆែកមើលម្ដងទៀតតកតងអានេះឥឡូវទៀតថាខ្ញុំអត់ចង់បាន update ទេអត់ចង់ខ្ញុំចង់បាន add មួយទេអញ្ចឹងនៅពេលដែលខ្ញុំចុច add stock ថ្មីអញ្ចឹងវានឹង alert ទៅកាន់ bot នេះឧទាហរណ៍ណាអញ្ចឹងខ្ញុំឧទាហរណ៍យើងចុច save មកអូខេអញ្ចឹងយើងចូលចុចកន្លែង mobile យើងនេះដែរហើយខ្ញុំធ្វើការនៅថែមនៅ product ថ្មីទៀតថា product នេះខ្ញុំឲ្យ50 stocker ដដែលមកឯហ្នឹងអូខេចុច save ពុបចឹង bot កំពុងធ្វើការនេះឃើញអត់វាចេញមកឃើញអត់នេះចុះវាងាយស្រួលអញ្ចឹងណាយើងអាចធ្វើការនៅ edit នៅ format របស់ text នេះបានយើងអាចថែមនៅ icon ក៏បានដែរនេះអូខេឥឡូវខ្ញុំថែមមួយទៀតតើវាយ៉ាងម៉េចដែរproduct G ឲ្យ5ឈ្មោះសុភ័ក្រទេហោយើងអាចមកអូខេ save នេះឃើញវាលើដល់នេះឧទាហរណ៍ថាខ្ញុំចង់បន្ថែមdate មួយទៀតចូលក្នុងនេះអញ្ចឹងយើង edit មកយើងថែមនេះយើង copy មកឲ្យចេះ copy ផាសបានហើយអូខេ date ហើយនេះក៏ត្រូវ date ដូចគ្នាដែរអូខេ save អូខេ edit មួយទៀតថែមមួយទៀតច្រឡំសុំទោស product H 65 សុភ័ក្រ save គេនេះឃើញវាចេញមកឃើញអត់នេះអូខេវីដេអូដែលខ្ញុំបង្ហាញនេះគឺមានតែប៉ុណ្្នឹងទេខ្ញុំសង្ឃឹមថាវីដេអូនេះនឹងមានប្រយោជន៍សម្រាប់អ្នកនរគ្នាអរគុណច្រើន